Hello សួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាអំពីរបៀបដោះ account Google លើ Vivo Y17s ដែល version 13ឬក៏14ហើយបងប្អូនអាចយកគំរូនេះទៅដោះនៅលើ version 13 14ដទៃទៀតរបស់ Vivo បានដូចគ្នាអូខេជាដំបូងយើងធ្វើការចូល home back ដោយចុច volume up down ពីរនៅស្មើគ្នាមករហូតដល់វាចេញបែបនេះយើងចុច turn on ចុចម្ដងទៀតអូខេពេលហ្នឹងវានឹង load ចូលទៅក្នុង Tom back ហើយបងប្អូនគូបែបនេះអូខេបើគូអត់ដែរគូម្ដងទៀតចេញបែបនេះយើងយកពាក្យ screen search អូខេបន្តទៀតយើងចុចនៅលើរូបផែនដីចុចពីប៉ឹកមកចេញបែបនេះបងប្អូនចុច next Tom back គឺយើងត្រូវការចុចពីរដងពីប៉ឹកអញ្ចឹងការចុចគឺត្រូវចុចពីប៉ឹកលើកលែងតែពេលចុចពីរក្នុងពេលតែមួយទេនេះដូចចុចបែបហ្នឹងអូខេគេឲ្យយើងចុចអីយើងចុចតាមហ្នឹងមកណាហើយវីដេអូនេះជាវីដេអូអាប់ដេតទេខ្ញុំធ្លាប់ធ្វើមួយសាយគ្រាន់តែអូខេយើងមានកំហុសហើយនឹងVivo បានអាប់ដេត security ថ្មីអញ្ចឹងខ្ញុំក៏ធ្វើវីដេអូនេះសាម3ហើយនឹងបន្ថែមនៅចំណុចដែរ Vivo បានអាប់ដេតហ្នឹងដើម្បីបងប្អូនងាយស្រួលក្នុងការធ្វើបន្ថែមទៀតអូខេកន្លែងនេះយើងគ្រាន់តែចុចតាមតែវីដេអូតាមតែទូរស័ព្ទបញ្ជាប្រាប់អញ្ចឹងឲ្យយើងអស់មិនអស់តាមហ្នឹងទៅអស់ដៃ2អស់ពីដៃ2យើងអស់ដៃ3ម្ដងអូខេធម្មតាគឺជាមុខងារមួយសម្រាប់ជនពិការគាត់ពិការភ្នែកហើយគាត់អាចស្ដាប់ភាសាអង់គ្លេសបានអញ្ចឹងគាត់អាចចុចទៅតាមនឹងដូចគ្នាតោះទៀតយើងចុចពាក្យ setting ឥឡូវនេះចុច low មកយើងបិទ Tom back ដើម្បីឲ្យងាយស្រួលក្នុងការចុចដែលយើងចុចបូកដកពីនៅណាដៃមកហើយចុចថយអស់មកក្រោមរកពាក្យ relay keyboard វានឹងឃើញពាក្យ go to Tom back ចុចលឿនហ្នឹងមក scroll មកក្រោមរកពាក្យ accessibility menu ហើយបើកវាមកពេលនេះយើងនឹងបានបតង់នៅកន្លែងនេះបងប្អូនអាចចុចទៅនឹងមកត្រី3ហ្នឹងដើម្បីបានទទួលមុខងារហៅ open Google setting open Google YouTube open អីផ្សេងហ្នឹងតែបើសិនជាហៅទៅវា load ឲ្យយើង sign in អញ្ចឹងបងប្អូនចុចកន្លែងនេះមកអញ្ចឹងមានពីរជម្រើសសម្រាប់បងប្អូនដែលជួបបញ្ហាដែលយើងចុចហៅទៅវា load ឲ្យយើង sign in Gmail យើងធ្វើតាមនេះមកនេះអូខេឬយកជ្រោមយកខាងក្រោមជាត្រឡប់គឺវានឹងធាក់យើងចេញមកក្រៅវិញចុចម្ដងទៀត share article ជ្រោមហើយយើងវាយ website ដែលយើងនិយមប្រើគឺ adroom.com/bypass ហើយចុចពាក្យ go ឬក៏សញ្ញាព្រួយខាងក្រោមពេលហ្នឹងចូលនៅក្នុង website ហើយបងប្អូនចុច open setting Vivo នេះគឺជា Vivo Y17s ហើយ Android 14បងចុច phone ចុច system ហើយចុច phone clone agree កន្លែងនេះមានពីរមុខងារឬយើងយក this the new device បន្តទៀតឬយក Android got it កន្លែងនេះយើង allow តាមតែគេទាមទារមកវានឹងឲ្យយើង scan ទៅលើទូរស័ព្ទម្ដងទៀតបងប្អូនយកទូរស័ព្ទម្ដងទៀតដែលជាប្រភេទ Android ដូចគ្នា download កម្មវិធី2គឺទី1ក្នុង setting easy share download easy share ដែលមានរូបផ្ទះខាងក្រោមបន្តិចហ្នឹងនិងមួយទៀតគឺ accessibility launcher accessibility launcher
បន្ទាប់ពីយើង download នឹងដំឡើងរួចរាល់បងប្អូនបើកកម្មវិធី easy share ចុច agree ហើយឬយក phone clone ឬយក all device ហើយយើង agree allow តាមហ្នឹងណាកន្លែងនេះយើងចង់បញ្ជាក់ថាទូរស័ព្ទយើងដែលថ្មីយើងចង់ប្រាប់ថាយើងជាទូរស័ព្ទដែលចាស់ចង់ transfer ឯកសារទៅទូរស័ព្ទថ្មីដែលទូរស័ព្ទថ្មីហ្នឹងដែលទូរស័ព្ទជាប់នឹងឯងហើយយើងបានរើសយក new ដល់ពេលទូរស័ព្ទដែលអត់ជាប់នេះយើងរើ all device ដែលទូរស័ព្ទចាស់ចង់ transfer ឯកសារទៅទូរស័ព្ទថ្មីពេលហ្នឹងវានឹងឲ្យយើង scan QR code បងប្អូន scan មកអូខេបន្ទាប់ពី scan score នៅលើទូរស័ព្ទចាស់នឹង check មើលថាខ្លួនឯងមានអីខ្លះហើយចង់ transfer អ្វីខ្លះទៅលើទូរស័ព្ទថ្មីសួរយើងអញ្ចឹង got it allow មកនេះនឹង transfer ខ្លួនឯងសួរ check មើលខ្លួនឯងrồiហើយសួរយើងថាចង់ transfer ខ្លះខ្ញុំរើសយកតែ accessibility launcher មួយទេហើយចុច next start cloning អូខេបន្ទាប់ពីបាន 100% បងប្អូនទូរស័ព្ទថ្មីហ្នឹងដកចេញទៅទុកទូរស័ព្ទចាស់បានហ្នឹងយើងចុចរូបសញ្ញាព្រួយខាងលើនឹងឃើញ app មួយដែលយើងបាន share ពីទូរស័ព្ទចាស់មិញទូរស័ព្ទចាស់ប៉ុន្តែទូរស័ព្ទអត់ជាប់បងប្អូនដែលធ្លាប់មើលវីដេអូចាស់ហើយជាមើលទៅយល់លឿនតែបងប្អូនថ្មីហើយជារៀងស្ទាក់ស្ទើរខ្ញុំចង់ឲ្យបងប្អូនមើលច្រើនដងមុននឹងធ្វើចូលមកក្នុង activity launcher ហ្នឹងហើយបងប្អូនរើពាក្យ Android setup ហើយ scroll មកក្រោមរើនេះអាកន្លែងដែលអត់មានសញ្ញាវងមូខ្ចៅហ្នឹងឈ្មោះថា defend template activity ហើយចុច next កន្លែងនេះយើង next រហូតដល់ពេលអត់មានពាក្យ next ចាំយើងចុច skip ខាងឆ្វេងដៃបើមានពាក្យខាងស្ដាំដៃយើងត្រូវចុចខាងស្ដាំដៃចុច next ទៅ next រហូតដល់នេះ next ខ្វល់ទេរហូតដល់អត់មានយើងចុចខាងឆ្វេងដៃ next ទៀតអូខេតួ load បែបនេះក៏អត់អីដែរខ្ញុំចុច use my Google account វានឹង load បែបនេះបងប្អូនចុច next ទៀតមក next អូខេកន្លែងនេះយើងត្រូវការទូរស័ព្ទដែលថ្មីម្ដងទៀតដែលទូរស័ព្ទនឹងដដែលក៏បានដែរតែយើងត្រូវ log in Gmail ហើយ Gmail នឹងត្រូវទៅដឹង password ផងបន្តមកទៀតចូលក្នុង setting ហើយចូលមករកពាក្យថា Google ចុចលើនឹងមកឃើញពាក្យ all switch បងប្អូន scroll មកក្រោមរកពាក្យ set up near by device ហើយចុច next ដាក់ទូរស័ព្ទពីរនឹងនៅក្បែរគ្នាមកដើម្បីឲ្យទូរស័ព្ទដែលថ្មីអត់ជាប់ហ្នឹងធ្វើការ search connect មកទូរស័ព្ទដែលជាប់តទៅទៀតបងប្អូនចុច next បន្តពី score ហើយកន្លែងគេសួរថាចង់ copy account មែនអញ្ចឹងយើងចុច copy មកអញ្ចឹងយើងចង់ copy ទូរស័ព្ទaccount Gmail ពីទូរស័ព្ទដែលអត់ជាប់ហ្នឹងមកទូរស័ព្ទដែលជាប់បន្ទាប់ពី copy ហើយវានឹង load សួរ password បងប្អូនវាយ password Gmail ទូរស័ព្ទដែលអត់ជាប់ហ្នឹងដែលយើង transfer មកទូរស័ព្ទដែលជាប់រៀងបងតិចអូខេមួយពេលដែលយល់ហើយធ្វើឲ្យម្ដងបងប្អូននឹងយល់ច្បាស់បន្ទាប់ពី copy Gmail រួចរាល់នៅលើទូរស័ព្ទនឹងសួរបន្ថែមទៀតថាបងប្អូនចង់ copy ឯកសារដទៃទៀតអត់អញ្ចឹងខ្ញុំ copy តែ Gmail ទេនៅពេលដែលវា load search បែបនេះបងប្អូនចុច down copy មកយើងអត់ត្រូវការ copy ទេយើង copy តែ Gmail ទេដោយ Gmail យើងបាន copy រួចហើយបងប្អូនចុច next មកមុខមកអូខេ getting account info ចាំមានថា Gmail អូខេបន្តមកទៀតបងប្អូនចុច next skip ទៅមុខទៅបន្ទាប់ពី next skip ទៅមុខវានឹងធាក់បងប្អូនមកកន្លែងរើភាសាម្ដងទៀតហើយអត់អីទេយើងចុចម្ដងទៀតទៅគឺបានហើយអូខេវីដេអូនេះមួយសម្រាប់បងប្អូនដែលអត់ធ្លាប់ធ្វើវាមុនមកហើយបងប្អូនដែល
ធ្លាប់ធ្វើប្រហែលជាឆ្ងាញ់មាត់ដែរព្រោះដោយសារតែយើងបានអ្វីដែលពិសេសត្រង់ចំណុចពេលដែលយើងហៅ open setting វាលោតឲ្យយើងsign in ហើយឥឡូវខ្ញុំមានរបៀបថ្មីមួយដែលដាក់ចូលហើយយើងអាចធ្វើការ share article ដើម្បីចូល browser ហើយចូលទៅក្នុង setting បានអូខេខ្ញុំគិតថាវីដេអូនេះវាសមរម្យហើយសម្រាប់បងប្អូនអញ្ចឹងជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ